កម្មករពុនម៉ានអ្នកសាងសង់កីឡាដ្ឋាននៅប្រទេសកាតាបានស្លាប់ពេលនិយាយអំពីការប្រកួតបាល់ទាត់ World Cup 2022អ្នកស្រឡាញ់វិស័យបាល់ទាត់ច្បាស់ជាមានអារម្មណ៍រំភើបជាពន់ពេកក៏ប៉ុន្តែនៅពីក្រោយនៃការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនាប្រទេសកាតាមួយនេះក៏មានរឿងសោកសៅដ៏គួរឲ្យសង្វេគផងដែរគឺការស្លាប់របស់កម្មករសាងសង់កីឡាដ្ឋានទិន្នន័យបានបង្ហាញថាមានកម្មករចំណាក់ស្រុករាប់ពាន់នាក់បានបាត់បង់ជីវិតនាពេលសាងសង់កីឡាដ្ឋានតាំងពីឆ្នាំ2010ក្រោយការប្រកាសរបស់ប្រទេសកាតាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Cup 2022នេះទោះបីជាយ៉ាងនេះក្តីរដ្ឋាភិបាលកាតាបាននិយាយថាចំនួនអ្នកស្លាប់សរុបមានតិចជាងនេះតើមានកម្មករចំនួនប៉ុន្មាននាក់ឲ្យប្រកាសដែលស្លាប់នៅក្នុងពេលសាងសង់កីឡាដ្ឋាននាប្រទេសកាតាយោងទៅតាមរដ្ឋាភិបាលកាតាមានកម្មករចំនួន37នាក់តែប៉ុណ្ណោះបានស្លាប់ពេលសាងសង់កីឡាដ្ឋានគិតចាប់ពីឆ្នាំ2014ដល់ឆ្នាំ2020ផ្ទុយទៅវិញរបាយការណ៍ជាច្រើនបានទាត់ចោលការលើកឡើងរបស់រដ្ឋាភិបាលកាតាបើយោងទៅតាមគេហទំព័រ Guardian កាលពីខែកុម្ភៈឆ្នាំ2021កន្លងទៅក៏ត្រាចេញពីស្ថានទូតអន្តរជាតិនានានឹងមានកម្មករចំនួន6500នាក់មកពីឥណ្ឌាប៉ាគីស្ថាននេប៉ាល់បង់ក្លាដេសនិងស្រីលង្កាបានស្លាប់នៅក្នុងប្រទេសកាតាដំណើរពេលនឹងប្រទេសកាតាបានប្រកាសថាមានអ្នកស្លាប់ត្រឹមតែ37នាក់ប្រភពដដែលទៀតជាច្រើនបង្ហាញថាចំនួនកម្មករចំណាក់ស្រុកដែលបានស្លាប់សរុបច្រើនជាងនេះទៅទៀតដោយសារតែចំនួននេះគឺរាប់តែឥណ្ឌាប៉ាគីស្ថាននេប៉ាល់បង់ក្លាដេសនិងស្រីលង្កាខណៈដែលមិនទាន់បានរាប់កម្មករសញ្ជាតិហ្វីលីពីននិងកេនយ៉ាដែលមានអ្នកទៅធ្វើជាកម្មករនៅកាតាយ៉ាងច្រើនកកផងនោះសរុបមកចំនួនអ្នកស្លាប់សរុបនៅកាតានៅតែមិនទាន់ផ្លូវការចាប់តាំងពីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Cup 2022នឹងចាប់តាំងពីចាប់ដើមសាងសង់កីឡាដ្ឋានសន្តាគារផ្លូវថ្នល់អាកាសយានដ្ឋាននិងប្រព័ន្ធដឹកជញ្ជូនសាធារណៈជាដើមគ្រាន់តែការអះអាងជាច្រើនថាមានអ្នកស្លាប់ជាច្រើនពាន់នាក់ឯណោះគួរជម្រាបផងថាថវិកាប្រមាណជា229លានដុល្លារគឺជាទំហំប៉ាន់ប្រមាណដែលប្រទេសកាតាចំណាយនៅក្នុងការរៀបចំព្រឹត្តិការណ៍ World Cup 2022នេះបើយោងទៅតាមការចុះផ្សាយគេហទំព័រដ៏ល្បី Forbes និង Business Insider ទំហំទឹកប្រាក់នេះរួមបញ្ចូលទាំងការសាងសង់កីឡាដ្ឋានបាល់ទាត់ថ្មីៗចំនួន7កន្លែងការសាងសង់រទេះភ្លើងមេត្រូភ្ជាប់ពីកីឡាដ្ឋានបាល់ទាត់នីមួយៗការសាងសង់អាកាសយានដ្ឋានមន្ទីរពេទ្យសណ្ឋាគារនិងផ្សារទំនើបគួរជម្រាបផងថាបើធៀបទៅនឹងទឹកប្រាក់ដែលរៀបចំនៅក្នុងប្រទេសរុស្ស៊ីនៃព្រឹត្តិការណ៍ World Cup នៅក្នុងឆ្នាំ2018គឺចំណាយត្រឹមតែ 11.6 ពាន់លានដុល្លារតែប៉ុណ្ណោះ